បាទជំរាបសួរបងប្អូនជាទីគោរពបាននេះគឺជាផ្នែកខាងក្រោយនិយាយរួមទៅគេហៅថាខ្លោងទ្វារចូលខាងកើតបងប្អូនខាងកើតមានថាខាងក្រោយនៃប្រាសាទអង្គរវត្តគឺយើងឃើញមានគូទឹកព័ទ្ធជុំវិញយ៉ាងស្រស់ស្អាតតែម្ដងអញ្ចឹងខ្ញុំនឹងធ្វើការថតចែកជូនពុកម៉ែបងប្អូនទស្សនាដូចតទៅមកជើងនេះគឺខ្ញុំមកខាងក្រោយដើម្បីទស្សនាមើលទិដ្ឋភាពខាងក្រោយមានកំពែងដែលធ្វើពីថ្ម3ក្រៀមហើយក៏មានគោបរៈដ៏ស្រស់ស្អាតដូចក្នុងរូបភាពនេះហើយបងប្អូនណាក្នុងវីដេអូនេះគឺមានអប្សរាដូចគ្នាដូចនៅក្នុងអង្គរវត្តធំអញ្ចឹងបាទនេះគឺជាគោបរៈបែកខាងកើតបែកខាងកើតអញ្ចឹងខ្ញុំនឹងចុះទៅខាងក្រោមដើម្បីថតហើយនឹងឡើងម្ដងទៀតបាទគឺមានការទ្រុឌទ្រោមគួរសមដែរបងប្អូនកំពែងបាទកំពែងបន្ទាប់ពីកំពែងគឺមានកសិនទឹកព័ទ្ធជុំវិញអង្គរតែម្ដងបងប្អូនបាទនេះគឺកសិនទឹកខាងកើតផ្លូវចូលខាងកើតនិយាយរួមគេហៅគោបរៈខាងកើតហ្នឹងបាទគោបរៈខាងកើតស្អាតណាបងប្អូននេះកសិនទឹកយើងទៅមើលទាំងអស់គ្នាតើកសិនទឹកស្អាតប៉ុន្មានបាទកសិនទឹកហ្នឹងគឺព័ទ្ធជុំវិញអង្គរហ្នឹងតែម្ដងផ្លូវខាងក្រោយបងប្អូនណាមានភ្ញៀវទេសចរមកលេងច្រើនមែនតើស្រស់ស្អាតអង្គរតូចស្អាតបានលំដាប់ពិភពលោកមានអីល្អជាងអង្គរតូចទៀតទេនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងយើងគួរតែថែរក្សាឲ្យបានថិតថេរយូរអង្វែងរាប់រយឆ្នាំរាប់ពាន់ឆ្នាំទៅមុខទៀតបងប្អូនកសិនទឹកហ្នឹងគឺមានប្រយោជន៍បងប្អូនបើសិនជាកសិនទឹកឬក៏គូទឹកដែលព័ទ្ធជុំវិញអង្គរតូចហ្នឹងស្រកបាទឬក៏បាត់ឬក៏អត់មានទឹកអញ្ចឹងអង្គរតូចនឹងមានបញ្ហាឬក៏អាចនឹងបាត់បង់អាចរលំតែម្ដងអង្គរតូចគឺអ្វីដែលសំខាន់គឺទឹកនឹងតែម្ដងបើសិនជាអត់មានទឹកទេអង្គរតូចមិនអាចឈរត្រឹងបានទេបងប្អូនណាមិនអាចឈរត្រឹងបានទេអញ្ចឹងទឹកនឹងគឺសំខាន់ណាមិនអាចបាត់ទឹកទេមានសារៈសំខាន់ពួកអីគ្រឹះអង្គរតូចរបស់យើងអាស្រ័យទៅលើទឹកដែលព័ទ្ធជុំវិញនឹងបើសិនជាបាត់បង់ទឹកអង្គរតូចរបស់យើងក៏រលំរលាយដូចតាមនឹងដែរប្រាសាទជាច្រើននៅក្នុងប្រទេសកម្ពុជាប្រាសាទតូចមួយចំនួនទៅតាមបណ្ដាខេត្តដែលឆ្ងាយពីទីប្រជុំជនជាច្រើនមានគូទឹកដែរក៏ប៉ុន្តែគូទឹកនីមួយៗគឺអត់បានថិតថេរទឹកអត់នៅបានជារៀងរាល់ខែដូចជាប្រាសាទបន្ទាយស្រីអត់មានគូទឹកព័ទ្ធជុំវិញប៉ុន្តែអត់មានទឹកដោយសារតែគូទឹកវាទូចអញ្ចឹងខែវស្សាបានមានខែប្រាំងគឺរីងអស់អញ្ចឹងឯប្រាសាទផ្សេងទៀតគឺអត់គូទឹកគឺរលំតែម្ដងបាទសំខាន់ណាគូទឹកហ្នឹងហើយគូទឹកហើយនេះគូបរៈហ្នឹងបងប្អូនខ្ញុំនឹងធ្វើការថតគូបរៈនេះចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាស្អាតណាបងប្អូនឃើញទេស្អាតមែនតើនេះគឺមានភ្ញៀវទេសចរច្រើនមកមកទស្សនានៅប្រាសាទនេះច្រើនមែនតើណាស្អាតមែនតើនេះគឺជាកន្លែងដែលលោកអញ្ញធរគាត់កំពុងតែធ្វើដើម្បីឲ្យភ្ញៀវទេសចរធ្វើដំណើរទស្សនាកសិនទឹកដែលព័ទ្ធជុំវិញអង្គរវត្តយើងនេះឲ្យមានភាពស្រស់ស្រាយតែម្ដងបាទនេះកសិនទឹកបងប្អូនកសិនទឹកទាំងមូលតែម្ដងអញ្ចឹងខ្ញុំធ្វើការឡើងទៅលើប្រាសាទទូចគេហៅគោបរៈខាងកើតបាទគោបរៈខាងកើតបងប្អូនមើលដើមឈើអូអស់តោះធំមែនតែម្ដងបងប្អូនណាធំមែនតើកម្រមានដើមឈើធំអញ្ចឹងខ្ញុំមិនដែលឃើញទេបើសិនមិញទៅប្រាសាទប្រកាន់កំពង់ស្វាយក៏អត់មានដើមឈើធំអញ្ចឹងដែរនេះធំមែនតើសម័យមុននឹងដើមឈើធំប៉ុណ្ណឹងអត់បាទកំពែងបើសិនយើងដើរវិញគឺដើរអត់ផុតទេមួយថ្ងៃនឹងពេញយើងអាចដើរជុំវិញកំពែងនឹងបាន
តែយើងអត់មានពេលវេលាក្នុងការដើរនេះក៏ពេញយើងអាចដើរទៅខាងនោះបានបាទសូមបញ្ជាក់ថាបងប្អូនប្រាសាទបរមវិស្ណុលោកឬក៏ពិស្ណុកានេះឬក៏អង្គរតូចនេះគឺកសាងដោយព្រះបាទសូរ្យវរ្ម័នទី2ដែលព្រះអង្គគោរពនៅព្រះនរាយណ៍ឬព្រះវិស្ណុហើយព្រះអង្គអធិដ្ឋានថាពេលដែលព្រះអង្គសុគតទៅសូមឲ្យព្រះអង្គទៅរស់នៅជាមួយនឹងអតិទេពរបស់ព្រះអង្គគឺព្រះនរាយណ៍នឹងតែម្ដងបាទគោវរៈដ៏ស្រស់ស្អាតដែលយើងគួរតែរក្សាទុកឲ្យបានត្រឹមត្រូវអូខេខ្ញុំឡើងទៅលើភ្ញៀវទេសចរមកដាច់បងប្អូនច្រើនមែនតែម្ដងអញ្ចឹងយើងបាទSo that's why UNESCO is trying to find another countries like at the moment they are around 10 ហ្នឹងហើយបងប្អូនពេលដែលយើងចូលដល់នេះឃើញប្រាសាទកំពូលប្រាសាទបកានធំមួយស្អាតបងប្អូនខ្ញុំមើលទៅគឺស្អាតមែន beautiful មែនតែម្ដង beautiful Да. Он был не обычный. បងប្អូនឃើញទេស្អាតអត់យើងមើលពីនេះទៅឃើញស្អាតណាស់ឃើញទេអូខេស្អាតណាស់ឃើញស្អាតណាស់យើងមើលពីនេះទៅគឺស្អាតមែនតែម្ដងខ្ញុំនឹងថតទស្សនភាពនេះម្ដងបន្តិចចែកជូនពុកម៉ែបងប្អូនទស្សនាតើស្អាតប៉ុន្មានបាទយើងមើលពីនេះទៅឃើញតែកំពូលប្រាង្គបកានធំមួយហ្នឹងនៃប្រាសាទអង្គរតូចរបស់យើងគឺស្អាតហ្មងយើងមើលឃើញតែមួយមើលទៅភ្លឹងតែម្ដងបងប្អូនមើលទៅភ្លឹងមែនតែម្ដងបាទសូមជឿថាប្រាសាទអង្គរតូចនេះគឺព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គចាប់ដើមកសាងពីឆ្នាំ1113មានថាក្នុងរជ្ជកាលរបស់ព្រះអង្គហ្នឹង1113រហូតដល់1150បាទ1150 1113ដល់1150បាទចឹងបងប្អូនមើលនេះកំពូលគឺអែមណាបងប្អូនអើយអែមមែនតើខ្ញុំស៊ូមទីអែមមើលទៅឲ្យច្បាស់បន្តិចបាទច្បាស់បងប្អូនមើលកំពូលអែមមើលស្អាតហ្មងឃើញតែមួយកំពូលមើលឃើញតែបកានតែមួយកំពូលធំមួយមើលទៅតបកផ្កាឈូកស្អាតណាប្លង់មួយនេះអែមតែប្លង់ពេញនិយមឥឡូវប្លង់ហ្នឹងនរណាមកត្រូវការថតឡើងនឹងទាំងអស់ប្លង់ពេញនិយមប្លង់ឡើងហ្នឹងគឺអែមបាទបងប្អូនអង្គរវត្តនេះមិនកសាងដោយតែស្ដេចមួយអង្គគឺព្រះបាទសូរ្យវរ្ម័នទី2ទេក៏ប៉ុន្តែព្រះអង្គគឺជាអ្នកកសាងដំបូងគេបំផុតហើយក៏កសាងបានច្រើនជាងគេបំផុតដែរបន្ទាប់ក្រោយមកបានព្រះបាទជ័យវរ្ម័នទី7ព្រះអង្គមកបង្ហើយបន្ថែមបានមកបង្ហើយជាមួយនឹងប្រកាន់ដៃនាគយើងឃើញចូលមកឃើញមានប្រកាន់ដៃនាគហើយបន្តមកចាប់ពី1150មកជិត400ឆ្នាំក្រោយមកគឺក្នុងសតវត្សទី15និង16ក្នុងរាជរបស់អង្គច័ន្ទរាជាទី1ព្រះអង្គបានមកយាងហើយបញ្ជាមន្ត្រីឲ្យធ្វើការជួសជុលកសាងប្រាសាទបន្ថែមទៅលើថែវមួយចំនួនហើយនឹងកសាងព្រះពុទ្ធរូបដាក់នៅក្នុងបកានខាងលើគេថាកំពូលខាងលើអញ្ចឹងហើយបន្ទាប់ពីបាក់បែកអង្គរគឺទីនេះជាកន្លែងសម្រាប់គោរពព្រះពុទ្ធថេរវាទវិញមិនមែនជាព្រហ្មញ្ញសាសនាដូចសម័យមហានគរទេ
thiết bất mình tên tới cái nàyនេះគឺដំបូងបំផុតគឺគោរពទៅលើព្រហ្មញ្ញសាសនាដែលព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គធ្វើឡើងដើម្បីគោរពព្រះនរាឬព្រះវិស្ណុនឹងស្អាតណាស្អាតមែនតើក្រោយពេលដែលបែកបាក់អង្គរទីនេះខ្លាយទៅជាទីសក្ការៈរបស់ព្រះពុទ្ធសាសនាគឺព្រះពុទ្ធថេរវាទមកប្លង់នេះអែមយើងឃើញចាប់ដើមឃើញកពូលបន្ត